សួស្តីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាជួបខ្ញុំទៀតហើយជាមួយនឹង admin ជុនសាមញ្ញថ្ងៃនេះខ្ញុំមានរឿងរ៉ាវពិតមួយដែលចង់ចែករំលែកដល់បងប្អូនអ្នកស្ដាប់ទាំងអស់គ្នាហើយរឿងនេះវាហាក់បីដូចជាប្លែកបន្តិចវាមិនមែនគ្រាន់តែជារឿងខ្មោចលងធម្មតាទេតែវាជាប្រភេទសាច់រឿងដែលធ្វើឲ្យយើងព្រឺក្បាលដល់ចុងខ្នងហើយវាបានកាត់ឡើងពិតៗទៅលើបងប្រុសម្នាក់ដែលគាត់ជាអ្នករត់ឡានឈ្នួលនៅខេត្តពោធិ៍សាត់តោះកុំឲ្យខាត់ពេលយូរញ៉ាំទឹកបិទភ្លើងរួចស្ដាប់សាច់រឿងសំឡេងជួងនៅផ្ទះសំណាក់មាត់ស្ទឹងជាមួយខ្ញុំដូចតទៅកាលហ្នឹងមានបងប្រុសម្នាក់ឈ្មោះបងរ៉េតគាត់ជាអ្នកបើកឡានតូរីសដឹកម៉ូយតាមខេត្តរឿងរ៉ាវវាផ្ដើមឡើងនៅយប់មួយខែវស្សាមេឃភ្លៀងរលឹមស្រិចពេញមួយថ្ងៃបងរ៉េតគាត់ត្រូវបានដឹកម៉ូយពីភ្នំពេញទៅខេត្តពោធិ៍សាត់តែដោយសារឡានគាត់ខូចតាមផ្លូវផងហើយភ្លៀងខ្លាំងផងគាត់ក៏ទៅដល់ទីរួមខេត្តយឺតជាង10 ដងពេលទម្លាក់មួយអស់វាចូលម៉ោង 7:12 យប់ទៅហើយហើយយប់ម្លេះចាំមើលទៅដល់ផ្ទះសំណាក់មាត់ស្ទឹងសិនចាំព្រឹកឡើងបានត្រឡប់ទៅភ្នំពេញវិញបងរ៉េតគាត់រអ៊ូម្នាក់ឯងទាំងទឹកភ្លៀងនៅតែបន្តផ្ទះលើកញ្ចក់ឡានរបស់គាត់បើកឡានតាមផ្លូវងងឹតស្លុបរហូតដល់ឃើញផ្ទះសំណាក់មួយដែលមើលទៅវារឿងចាស់បន្តិចវាជាផ្ទះសំណាក់ដែលសង់ពីឈើលើថ្មក្រោមមានរាងហាលវែងហើយមានដើមជ្រៃធំមួយនៅក្បែរមាត់ច្រកអ្វីដែលប្លែកបំផុតនោះគឺវារាងស្ងាត់ដូចចោលលុយសេះអញ្ចឹងអត់មានឃើញអ្នកណាដេកឬឡានចតសំបីតែមួយគ្រឿងបងរ៉េតក៏ដើរទៅកន្លែងទទួលភ្ញៀវឃើញមីងម្នាក់អង្គុយចាក់ស្រោមជើងនៅទីហ្នឹងគាត់មានទឹកមុខស្ងួតមិនសូវនិយាយស្ដីអ្វីទេមីងនៅមានបន្ទប់ទំនេរទេបងរ៉េតសួរទាំងញ័រខ្លួនបន្តិចព្រោះខ្យល់ត្រជាក់បោកប៉ះខ្លួនប្រាណរបស់គាត់នៅបន្ទប់លេខ 7 ជាន់លើយកសោទៅមីងនោះឆ្លើយខ្លីៗរួចហុចសោដែលមានរូបជួងតូចមួយព្យួរជាប់ជាមួយពេលចូលដល់ក្នុងបន្ទប់វាមិនមែនជាបន្ទប់អាក្រក់ណាស់ណាទេគ្រាន់តែមានក្លិនផ្អូមដូចក្លិនផ្កាម្លិះក្រៀមបងរ៉េតគាត់ហត់ពេកក៏សម្រាតខោអាវរៀបចំចូលដេកតែគ្រាន់តែដាក់ខ្លួនដល់ខ្នើយភ្លាមទឹងសំឡេងជួងមួយបន្លឺឡើងវាជាសំឡេងដែលឮចេញពីក្នុងបន្ទប់តែម្ដងមិនមែនឮពីក្រៅនោះទេបងរ៉េតងើបអង្គុយច្រងក់គាត់ក៏មើលប្រភពសំឡេងតែមិនឃើញអ្វីសោះគាត់គិតថាប្រហែលជាខ្យល់បក់ប៉ះសោឡានគាត់ដែលព្យួរចោលនៅមាត់ទ្វារទេដឹងប្រហែលជាត្រចៀកកម្មទេដឹងគាត់រអ៊ូរួចដេកវិញប៉ុន្តែ2នាទីក្រោយមកសំឡេងនោះបន្លឺឡើងទៀតលើកនេះវាលឺក្បែរត្រចៀកគាត់តែម្ដងទឹងរួចតាមមកដោយសំឡេងសើចខឹករបស់ក្មេងម្នាក់បងរ៉េតស្ទុះងើបបើកភ្លើងភ្លាមប៉ុន្តែអ្វីដែលគាត់ឃើញគឺបន្ទប់ទទេស្អាតអត់មានក្មេងឬមានជួងអ្វីទាំងអស់គាត់ចាប់ផ្ដើមព្រឺសម្បុរគាត់ដើរទៅមើលមាត់បង្អួចស្រាប់តែឃើញស្រមោលខ្មៅមួយក្បាលលោតចេញពីបន្ទប់គាត់ចុះទៅក្រោមចៅមែនគាត់ភ័យផងឆ្ងល់ផងក៏បើកបង្អួចអើតមើលអ្វីដែលគាត់ឃើញខាងក្រោមមិនមែនជាមនុស្សទេតែវាជាសត្វឆ្មាខ្មៅមួយក្បាលដែលកំពុងអង្គុយសម្លឹងមកគាត់ដោយភ្នែកខៀវងងឹតឆ្មានោះមានជួងតូចមួយចំណងនៅកសំឡេងជួងដែលគាត់ឮគឺចេញពីឆ្មាមួយក្បាលហ្នឹងព្រឹកឡើងបងរ៉េតចុះក្រោមបំណងចង់សួរមីងម្ចាស់ផ្ទះពីរឿងឆ្មានោះគាត់ឃើញមីងនោះកំពុងដាក់អាហារឲ្យឆ្មាខ្មៅនោះមែនមីងយប់មិញឆ្មាខ្មៅនោះមានឡើងលើបន្ទប់ខ្ញុំទេបងរ៉េតសួរមីងនោះងើបមុខសម្លឹងបងរ៉េតរួចនិយាយទាំងញញឹមស្ងួតថាឆ្មានឹងវាមិនដែលឡើងទៅលើទេកូនកំឡោះវាខ្លាចបន្ទប់នឹងណាចុះយប់មិញខ្ញុំឮសំឡេងជួងរហូតដល់ថ្នាក់មើលទៅបង្អួចឃើញវានឹងមីងនោះឈប់ធ្វើសកម្មភាពភ្លាមរួចនិយាយតិចថាជួងដែលឯងឮមិនមែនជាជួងរបស់ឆ្មាទេវាជាជួងរបស់អ្នកដែលចង់ចេញពីបន្ទប់នឹងបងរ៉េតស្ដាប់ហើយក៏មិនយល់តែគាត់មានអារម្មណ៍ថាមិនស្រួលខ្លួនគាត់ប្រញាប់បង់លុយរួចចេញដំណើរទៅតែពេលដែលគាត់ដើរទៅដល់ឡានគាត់ស្រាប់តែប្រទះឃើញអ្វីមួយយ៉ាងនៅកៅអីពីក្រោយឡានរបស់គាត់
វាជាជួងតូចមួយដែលមានសរសេរអក្សរឈាមក្រៀមៗថាជួយខ្ញុំផងបងរ៉េតបើកឡានត្រឡប់ទៅផ្ទះវិញទាំងមានអារម្មណ៍មិនស្ងប់ពេញមួយផ្លូវគាត់តែងតែឮសំឡេងជួងនោះបន្លឺឡើងក្នុងឡានរហូតមិនថាមើលតាមកញ្ចក់ឡានមើលក្រោយប៉ុន្មានដងក៏ឃើញតែស្រមោលក្មេងស្រីម្នាក់អង្គុយនៅកៅអីក្រោយរួចបាត់ទៅវិញភ្លាមរហូតដល់ពាក់កណ្ដាលផ្លូវឡានគាត់ស្រាប់តែរលត់ម៉ាស៊ីននៅកណ្ដាលព្រៃមេឃចាប់ផ្ដើមងងឹតម្ដងទៀតលើកនេះគាត់មិនអាចទៅមុខរួចទេតែគាត់ព្យាយាមបញ្ឆេះឡានតែមិនឆេះរំពេចនោះសំឡេងទូរស័ព្ទគាត់រឡើងលេខដែលទេមកគឺជាលេខរបស់ផ្ទះសំណាក់យប់មិញបងរ៉េតគាត់ភ័យដល់ថ្នាក់សន្លប់បាត់ស្មារតីលុះព្រឹកឡើងគាត់ដឹងខ្លួនវិញឃើញខ្លួនឯងដេកនៅក្នុងឡានមុខផ្ទះសំណាក់ដដែលគាត់មិនបានបើកឡានចេញទៅណាឆ្ងាយតតែសោះរឿងដែលគាត់គិតថាបើកដល់ភ្នំពេញគឺសុទ្ធតែជាការយល់សប្តិភ័យបន្លាចគាត់ក៏សម្រេចចិត្តចូលទៅសួរអ្នកភូមិក្បែរហ្នឹងអ៊ំម្នាក់នៅក្បែរហ្នឹងបានប្រាប់រឿងរ៉ាវពិតប្រាកដមកគាត់ផ្ទះសំណាក់ហ្នឹងកាល10ឆ្នាំមុនមានរឿងឃាតកម្មមួយកូនស្រីម្ចាស់ផ្ទះត្រូវបានគេសម្លាប់រួចញាត់ចូលក្នុងជញ្ជាំងឈើបន្ទប់លេខ7នឹងឯងម្ចាស់ផ្ទះគាត់ដឹងរឿងតែគាត់មិនប្តឹងប៉ូលីសទេព្រោះគាត់ចង់រក្សាព្រលឹងកូនគាត់ទុកក្នុងផ្ទះរាល់យប់គាត់តែងតែធ្វើពិធីហៅព្រលឹងកូនគាត់ឲ្យមកក្នុងខ្លួនភ្ញៀវដែលមកដេកដើម្បីឲ្យកូនគាត់បានដកដង្ហើមម្ដងបងរ៉េតឮហើយក៏ស្ទុះទៅមើលដើមទ្រូងខ្លួនឯងគាត់ឃើញស្នាមជាប់រូបដៃក្មេងនៅត្រង់បេះដូងរបស់គាត់បងរ៉េតរត់ចេញពីកន្លែងនឹងទាំងមិនងាកត្រង់គាត់ឈប់រត់ឡានឈ្នួលតាំងពីថ្ងៃនឹងមកប៉ុន្តែអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺរាល់ពេលដែលគាត់ចូលដេកក្នុងបន្ទប់ងងឹតមិនថាគាត់នៅទីណាគាត់តែងតែឮសំឡេងទឹងនៅក្រោមគ្រែរបស់គាត់ជានិច្ចពេលខ្លះគាត់មានអារម្មណ៍ថាខ្លួនឯងមិនមែនជារ៉េតដូចមុនទេគាត់ចាប់ផ្ដើមចូលចិត្តញ៉ាំអាហារដែលក្មេងស្រីចូលចិត្តហើយពេលខ្លះគាត់ក៏និយាយសំឡេងក្មេងស្រីម្នាក់ឯងទៀតផងតើព្រលឹងក្មេងស្រីនោះបានចូលក្នុងខ្លួនគាត់តាំងពីពេលណាមែនទេឬមួយក៏បងរ៉េតដែលកំពុងនិយាយជាមួយអ្នកភូមិថ្ងៃនោះមិនមែនជាបងរ៉េតពិតប្រាកដប្រជុំរឿងព្រេងខ្មែររឿងអាសំគមបាញ់លលោកកាលពីព្រេងនាយមានមនុស្សម្នាក់ជាកូននៃត្រកូលក្រីក្របុរសនេះតាំងពីចម្រើនធំឡើងគ្មានរោគស៊ីអ្វីសោះខំប្រឹងសង្វាតតែខាងការបរបាញ់ទាល់តែស្ទាត់ជំនាញបើបុរសនោះបាញ់តម្រង់សពសัตว์ណាហើយចង់ឲ្យត្រូវក្បាលត្រូវកឬទ្រូងរមែងត្រូវតាមបំណងតែរូបឆោមឡោមពណ៌បុរសនោះអាក្រក់មៀតស្គមកំព្រិញសក់ក្រញាងមុខក្រញោះអ្នកស្រុកគេដាក់ឈ្មោះហៅថាអាសំគមបាញ់លលោកព្រោះវាតែងតែដើរបរបាញ់រាល់ថ្ងៃមួយអាសំគមបាញ់លលោកលីស្នាដើរទៅស្វែងរកបរបាញ់លលោកបានប្រទះឃើញភូមិសេដ្ឋីមួយមានដើមឈើដុះត្រសាយត្រសុំដង្គំដង្កោលជាទីលំនៅនៃបក្សីមានលលោកជាដើមសេដ្ឋីនោះជាអ្នកសម្បូរសម្បុកសម្បត្តិព្រមទាំងមានកូនក្រមុំ2នាក់ផងអាសំគមបាញ់លលោកលីស្នាដើរតាមរសៀលរបងភូមិសេដ្ឋីក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរបណ្ដើរគ្នាលេងតាមសួនច្បារក្នុងភូមិរបស់ខ្លួនក៏រដេះរដាស់ដោយផ្ការីស្គុះស្គាផ្សាយក្លិនក្រអូបស្ងុយស្ងប់នៅពេលព្រឹកប្រហៀមអាសំគមបាញ់លលោកដើររសៀលតាមភូមិងើបមើលលើមើលក្រោមក្រែងមានសត្វលលោកនៅទុំនៅចុងឈើកាលបើអាសំគមបាញ់លលោកងាកភ្នែកចុះឡើងចោលកន្ទុយភ្នែកទៅក្នុងភូមិខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូបនាងក្រមុំទាំងពីរដែលប្រកបដោយគ្រឿងតែងប្រានមានលំអស្រស់ស្រងៅទាំងមានព្រលឹងសាច់ត្រលុកត្រលុននាំឲ្យភ្ញាក់កន្ត្រាក់ដួងចិត្តប្រុសនៅវេលាឃើញដំបង
ឯអាសំគមបាញ់លលោកគ្រាន់តែចោលភ្នែកទៅប៉ះរូបនាងនោះភ្លាមក៏ស្រឡាំងកាំងភាំងស្មារតីភ្លេចខ្លួនជ្រុះទាំងស្នាទាំងព្រួញដល់ដីអាសំគមបាញ់លលោកតាំងពីបានឃើញកូនសេដ្ឋីក៏ស្រឡាញ់ជាប់ក្នុងចិត្តនឹងឥតភ្លេចហើយក៏ទៅដល់ផ្ទះវិញថ្លែងប្រាប់ឪពុកម្ដាយនិយាយនឹងម្ដាយឲ្យទៅដណ្ដឹងកូនសេដ្ឋីឲ្យម្ដាយនិយាយនឹងកូនថាណែកូនម្ដេចក៏ឯងទៅស្រឡាញ់កូនសេដ្ឋីអញ្ចេះបើឯងក្រីក្រភោគសម្បត្តិទាំងរូបឯងទៀតក៏អាក្រក់មិនសមនឹងកូនគេទេធ្វើម្ដេចគេនឹងឲ្យឯងអាសំគមបាញ់លលោកក៏និយាយនឹងម្ដាយថាម៉ែបើម៉ែមិនទៅដណ្ដឹងឲ្យខ្ញុំទេខ្ញុំក៏អស់ឃើញមុខម៉ែក៏លែងបានឃើញមុខខ្ញុំតាំងពីថ្ងៃនេះទៅម្ដាយដែលមានចិត្តអាណិតកូនឬកូននិយាយដូច្នោះក៏ស៊ូកាត់គេខ្មាស់ទៅនិយាយស្នើការនឹងសេដ្ឋីក៏តបវិញថាខ្ញុំឥតបើស្អប់ខ្ពើមអីកូននាងទេប៉ុន្តែកូនខ្ញុំនឹងពុំឲ្យបានត្បិតមិនទាន់គ្រប់ការហើយនាងប៉ុណ្ណេះទុកជាស្រេចចុះកុំបាច់ទៅមកទៀតសម្ដីប៉ុណ្ណេះជាសម្ដីបង្វែងដានមិនចង់ឲ្យម្ដាយអាសំគមបាញ់លលោកទិញទោសគុំដិតរោគឧបាយកលនិយាយទៀតគ្មានក៏លាសេដ្ឋីត្រឡប់ទៅផ្ទះប្រាប់កូនអាសំគមបាញ់លលោកគ្រាន់តែឮម្ដាយប្រាប់ដូច្នោះភ្លាមក៏ផ្លាស់ប្ដូរទឹកមុខក្រៀមក្រំអង្គុយត្របោមក្បាលចង្គង់ដង្ហើមខូបាយលេងនឹកទឹកលេងស្រែកចេះតែនឹកមមីហាក់ដូចជាកូនសេដ្ឋីនៅចំពោះមុខស្រស់ដោយកម្លាំងសេចក្តីស្នេហាខ្លាំងពេកហើយបែរជាមិនបានដូចបំណងនៅវេលាដែលអាសំគមបាញ់លលោកចូលដេកក៏ចូលទៅទាំងនឹកអាល័យទៅជាមមើស្រែកច្រៀងទាំងយប់ថាឆោមអើយឆោមឆើតទាំងពីរប្រានធ្វើម្ដេចនឹងបានមកគៀកកើយឲ្យដូចជាពូកនឹងខ្នល់ខ្នើយបើម្លេះទៅហើយអស់សង្ឃឹមអាសំគមបាញ់លលោកទុកជាដឹងថាគេលែងឲ្យហើយដូច្នោះលុះព្រឹកឡើងក៏នៅតែលីស្នានឹងស្ពាយបំពង់ព្រួញដើរទៅសម្ដៅភូមិសេដ្ឋីរាល់ថ្ងៃឥតខានសោះពួនចាំលោបមើលកូនសេដ្ឋីថ្លែងពីបុរសម្នាក់ទៀតជាកូនអ្នកមានសម្បត្តិទាំងរូបឆោមយុស័ក្តិស័ក្តិសមទឹកមុខឡើងស្រស់បំព្រងជាទីពេញចំណល់នៃស្ត្រីភាពបុរសនោះក៏ស្រឡាញ់កូនសេដ្ឋីនោះដែរលុះទៅដណ្ដឹងសេដ្ឋីក៏មិនព្រមឲ្យបុរសនោះទុកជាដឹងថាគេមិនព្រមឲ្យក៏នៅតែលោបមើលកូនសេដ្ឋីរាល់ថ្ងៃជួនជាពេលមួយបុរសនោះក៏ទៅអាសង្គមក៏ទៅបាញ់លលោកក៏ទៅហើយបានជួបគ្នាអាសង្គមបាញ់លលោកសួរថាអ្នកឯងទៅណាបុរសនោះឆ្លើយថាខ្ញុំមកលូបមើលកូនសេដ្ឋីឆ្លើយហើយសួរថាចុះឯងមកធ្វើអ្វីអាសំគមបាញ់លលោកថាខ្ញុំក៏មកមើលកូនសេដ្ឋីដែរបុរសនោះថាយើរៀងនេះអួតឯងចង់បានកូនសេដ្ឋីផងប៉ុនអំបាលរូបអញនៅតែគេមិនអោយអាសំគមបាញ់លលោកថាបងឯងចាំមើលចុះខ្ញុំនឹងយកទាល់តែបានជួនជាថ្ងៃមួយសេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្តនៅតែកូនក្រមុំពីរនាក់ចាំផ្ទះអាសំគមបាញ់លលោកដឹងដូច្នោះកំពុងតែគិតរកឧបាយក៏ជួនជាក្រឡេកទៅឃើញសត្វលលោកមួយទុំនៅលើចុងឈើមុខផ្ទះសេដ្ឋីអាសំគមបាញ់លលោកបានឱកាសក៏យឺតស្នាបាញ់លឺសូរក្លឹងប៉ាប់ស្រាប់តែលលោកទធាក់ផើងទទះស្លាប់ទៅទីធ្លាក់មុខផ្ទះនោះទៅលំដាប់នោះកូនក្រមុំសេដ្ឋីម្នាក់ចុះទៅដីឃើញលលោកនោះហើយក៏ស្រែកប្រាប់បងថាអ្នកបងអ្នកណាបាញ់លលោកធ្លាក់មកនេះថាហើយក៏រើសលលោកទៅអាសំគមបាញ់លលោកធ្វើដូចជាមិនដឹងដល់គេបោចរួចហើយស្រាប់តែលោឡារោគលលោកដែលខ្លួនបាញ់នោះថានរណាលួចលលោកអញទៅណាតែអញរកឃើញមុខជាប្តឹងរាជការឲ្យយកទៅដាក់គុកពុំខាននាងក្រមុំទាំងពីរនាក់ឮដូច្នោះ
ក៏ភ័យស្រែកប្រាប់ថាលោកបងឯងខ្ញុំយកមកនេះហើយអាសំគមបាញ់លោកស្ដីគំរាមថាម្ដេចក៏ហ៊ានលួចលោកអញត្រូវយកឲ្យអញកូនស្រីសេដ្ឋីក៏យកលោកមកឲ្យអាសំគមបាញ់លោកថាទេលោកអញនៅរោមនៅស្លាប់ឥឡូវនាងឯងយកទៅបោចរោមស្លាប់អស់ហើយក្រែងតែអាំងឲ្យឆ្អិនឲ្យអញបានអញយកនាងក្រមុំទាំងពីរក៏យកទៅអាំងឆ្អិនហើយយកមកឲ្យអាសំគមបាញ់លោកថានរណាស៊ីតែសាច់លោកក្រែងតែមានស្រាផឹកផងទើបស៊ីកើតនាងទាំងពីរនាក់ហេតុតែខ្លួនជាស្រីប្រកបដោយសេចក្តីភ័យច្រើនក៏យកស្រាមកឲ្យមួយពែងហើយថាមួយពែងទៀតទាល់តែស្រវឹងដួលដេកលើផ្ទះនោះទៅឯនាងក្រមុំទាំងពីរនាក់គិតថាបើយើងបណ្ដោយឲ្យនៅក្នុងទីហ្នឹងតែងម៉ែឪមកឃើញយើងមុខជាមានរឿងគិតហើយមិនដឹងយកទៅណាក៏នាំគ្នាសែងអាសំគមបាញ់លោកយកទៅលាក់ក្នុងផ្ទះដល់ពេលយប់ឡើងអាសំគមបាញ់លោកដឹងខ្លួនក៏ស្រែកថាមូសខំណាស់កូនសេដ្ឋីភ័យក្រែងឪពុកដឹងក៏នាំគ្នាសែងទៅដាក់ក្រោមគ្រែដេករបស់ខ្លួនអាសំគមបាញ់លោកស្រែកទៀតថាសង្កោចខំណាស់នាងទាំងពីរនាក់ក៏លើកមកឲ្យដេកលើគ្រែក្នុងមុងជាមួយដោយគិតថាវាស្រវឹងស្រានឹងធ្វើអ្វីពេលនោះអាសំគមបាញ់លោកបានឱកាសក៏តាំងលូកប្រឡែងស្ទាបអង្អែលដោយសេចក្តីស្រឡាញ់ដល់រាបដល់បានរួមដំណេកជាមួយនឹងនាងក្រមុំទាំងពីរនាក់នោះទៅប្រជុំរឿងព្រេងខ្មែររឿងក្មេងកំព្រាកាលពីព្រានាយមានបុរសអ្នកស្រែម្នាក់ប្រកបរបរចិញ្ចឹមជីវិតតែនឹងដាក់ចុចយកត្រីមកលក់ដូរប៉ុណ្ណោះបុរសនោះមានកូនប្រុស2នាក់កូនបងអាយុ13ឆ្នាំកូនប្អូនអាយុ11ឆ្នាំប្រពន្ធស្លាប់ទៅគាត់នៅពោះម៉ាយជាមួយនឹងកូនប្រុសទាំងពីរហើយរកស៊ីចិញ្ចឹមកូនតែងនឹងដាក់ចុចដដែលវេលាដែលបុរសនោះទៅព្រៃរកវល្លិផ្ដៅធ្វើចុចតែងយកកូនបងទៅជាមួយឯកូនប្អូនទុកឲ្យនៅចាំផ្ទះថ្ងៃមួយកូនប្អូនមានសេចក្តីសង្ស័យនឹងឪពុកទៅព្រៃបោចវល្លិផ្ដៅធ្វើចុចពេកណាស់ព្រោះចង់ដឹងថាតើឪពុកធ្វើចុចយ៉ាងណាខ្លួនមិនដែលឃើញសោះក៏និយាយប្រាប់ឪពុកថាខ្ញុំមិនហ៊ាននៅផ្ទះតែម្នាក់ឯងទេខ្ញុំខ្លាចណាស់សូមយកខ្ញុំទៅព្រៃជាមួយផងឪពុកក៏ព្រមយកកូនប្អូនទៅជាមួយលុះទៅដល់ព្រៃឪពុកក៏ខំប្រឹងរកបោចវល្លិផ្ដៅបានហើយយកមកពុះជ្រៀកជាចម្រៀកតូចល្មមនឹងធ្វើជាសរសៃចុចបានគាត់ក៏រែងធ្វើជាចុចទៅកូនបងដែលធ្លាប់តែតាមឪពុកទៅព្រៃធ្វើចុចសពថ្ងៃមិនដឹងជាឪពុកធ្វើចុចយ៉ាងណាឡើយព្រោះមិនយកចិត្តទុកដាក់នឹងការងារមួយនោះសោះគ្រាន់តែបានឃើញចុចជាប់ត្រីប៉ុណ្ណោះឯកូនប្អូនដែលទើបតែនឹងបានតាមទៅក្នុងថ្ងៃនោះក៏ខំពិនិត្យមើលឪពុកធ្វើចុចចាប់តាំងពីកាន់កំបិតយកទៅកាប់វល្លិផ្ដៅរហូតដល់កើតជារាងចុចយកទៅដាក់ត្រីជាប់បានត្រីហើយយកត្រីមកដុតមកអាំងចម្អិនជាអាហារជួនជាថ្ងៃមួយនោះឪពុកភ្លេចមិនបានយកដែកភ្លើងទៅគ្មានអ្វីនឹងបង្កាត់ភ្លើងអាំងត្រីឲ្យកូនបរិភោគក៏ទៅកាប់ឫស្សីស្ងួតមួយកំណាត់យកមកកូតនឹងគ្នាឲ្យទាល់តែក្តៅកើតជាភ្លើងឆេះបានហើយគាត់បង្កាត់អាំងត្រីឲ្យកូនទាំងពីរបរិភោគចំអែតផ្ទៃមួយពេលទៅចំណុចចកាលមកខាងក្រោយឪពុកមានជំងឺជាទម្ងន់ស្លាប់ទៅកូនទាំងពីរនៅកំព្រារញងឥតមេបានឹងចិញ្ចឹមបីបាច់ថែរក្សារស់នៅដោយទ្រព្យបន្តិចបន្តួចដែលសល់ពីឪពុកមិនយូរថ្ងៃយូរខែប៉ុណ្ណាក៏អស់ទ្រព្យនោះទៅទើបប្អូននិយាយនឹងបងថាអោបងអើយកាលពីដើមយើងបានទំនុកឪពុកបំរុងរកស៊ីចិញ្ចឹមយើងទាំងពីរនាក់យើងឥតមានសេចក្តីព្រួយលំបាកអ្វីឡើយចាំតែបរិភោគស្រាប់ឥឡូវនេះឪពុកយើងស្លាប់ចោលទៅហើយឯយើងទាំងពីរអ្នកសោតទៀតក៏មិនទាន់ពេញកម្លាំងល្មមនឹងរកស៊ីចិញ្ចឹមជីវិតបានដោយខ្លួនឯងទាំងបងក៏នៅតូចទាំងខ្ញុំក៏នៅតូចនឹងទៅរកស៊ីឈ្នួលជូនពាត់អ្នកជិតខាងក្រែងគេមិនព្រមទទួលពីព្រោះយើងជាមនុស្ស
កំព្រាអនាថារោគទីពឹងគ្មានគេមិនហ៊ានឲ្យនៅជាមួយទេគេមិនទុកចិត្តយើងឡើយហេតុតែយើងគ្មានមេបាថែរក្សាបើដូច្នេះតើបងគិតយ៉ាងណាឲ្យបានរស់នៅជាមួយនឹងគេឯងបងអង្គយើងថ្ងៃនេះនៅតែមួយទូកដៃល្មមតែល្ងាចនេះថ្ងៃស្អែកគ្មានអង្គដាំបាយបរិភោគទេបងដើរសូមទានគេឬដូចម្ដេចខ្ញុំមិនទៅសូមទេខ្មាស់គេណាបងស៊ូតែពីស្លាប់បងសួរប្អូនម្ដេចក៏អូនថាយ៉ាងនេះប្អូនឆ្លើយតបទៅនឹងបងថាខ្ញុំមានដៃពីរជើងពីរគំនិតមាយាទដូចអ្នកទាំងពួងដែរប្អូនឯងគិតយ៉ាងហ្នឹងពិតមែនតែមានដៃពីរជើងពីរគំនិតមាយាទដូចអ្នកទាំងពួងមែនហើយតែខ្លួនយើងនៅតូចណាស់មិនអាចនឹងពុនរែកកាប់កោះលីសែងអ្វីបានឡើយបងអើយសត្វចាបវាដែរទៅពុនរែកលីសែងឯណាដែរឬម្ដេចក៏វាចិញ្ចឹមកូនវារស់ហើយកូនវាទៀតធំឡើងរកស៊ីដូចមេវាទៀតបានចុះបងម្ដេចមិនគិតដល់ការងាររបស់ឪពុកយើងផងប្អូនលាក់បាំងអ្វីកាលពីខ្មោចឪនៅរស់នៅឡើយគាត់រកស៊ីចិញ្ចឹមយើងតែនឹងដាក់ចុចប៉ុន្តែបងមិនដឹងថាធ្វើចុចយកទៅដាក់ត្រីយ៉ាងណាទេបងចាំតែឆ្អិនតែម្យ៉ាងទៀតកាលគាត់យករបស់អ្វីមកធ្វើចុចក៏បងមិនចាំហើយគាត់ធ្វើចុចនោះមានសន្តានបែបណាក៏បងមិនដឹងទាំងអស់បើដូច្នោះឲ្យបងធ្វើដូចម្ដេចកើតឃើញតែការសុំទានរកស៊ីឈ្នួលគេនឹងហើយដូចជាស្រួលគ្រាន់បើប្អូនហើយចុះកាត់គេខ្មាស់សិនទៅចុះទម្រាំយើងធំល្មមរកស៊ីខ្លួនឯងបានទេបងខ្ញុំមិនទៅសុំទានឬស៊ីឈ្នួលគេទេខ្មាស់គេណាស់ពីព្រោះពូជយើងមិនដែលសុំទានឬស៊ីឈ្នួលគេបើទុកជាពីដូនជីតាទួតលួតលាមកធ្លាប់សុំទានឬស៊ីឈ្នួលឲ្យកម្លាំងគេប្រើដូចជាសត្វដេរិឆានក៏ដោយក៏ខ្ញុំមិនព្រមប្រព្រឹត្តតាមបវេណីវងត្រកូលនោះដែរនៃបងប្អូនគិតឃើញថាកាលបើមានអ្នកសប្បុរសចិត្តល្អដាក់ទានឲ្យយើងឬក៏បានទៅជ្រកកោននឹងចៅហ្វាយនាយយើងក៏បានស្រួលបន្តិចទៅតែបើប្រទះពាក្យទៅលើអ្នកចិត្តតក់មកអាក្រក់សម្លក់ភ្នែកស្លែដូចភ្នែកមៀមគុំហកគុំរៀមយើងដូចសត្វដេរិឆានតើយើងយកមុខទៅទុកឯណាម្យ៉ាងទៀតអ្នកចិត្តល្អក្តីអ្នកចិត្តអាក្រក់ក្តីកាលគេហុចរបស់មកឲ្យយើងដោយដៃគេយើងយកមកដៃទៅទទួលទានគេចុះដៃជាដៃជើងជាជើងមាត់ជាមាត់ដូចគ្នាទាំងអស់ម្ដេចក៏ដៃគេគ្មានសំពះសុំទានអ្នកណាមាត់គេមិនហ៊ាននិយាយសុំអ្នកណាអន់អ្វីតែដៃជើងមាត់យើងជាងគេម្លេះបងគិតមើលចុះប្អូនថាប៉ុណ្ណេះខុសឬត្រូវបើដូច្នោះប្អូនចេះចាំការងាររបស់ឪពុកយើងដែរឬបងសួរទៅប្អូនវិញមិនអីទេបងប្អូនចាំទាំងអស់បងកុំព្រួយកុំគិតទៅសុំទានឬស៊ីឈ្នួលឲ្យកម្លាំងគេប្រើវាថោកខ្លួនណាស់យើងនេះមិនមែនជាសត្វដេរិឆានគេវាយឯលិចវាយឯកើតដូចសំណក់ពេកទេឪពុកគាត់ទុកកំបិតព្រាឲ្យមួយដែរតាយើងទៅព្រួយអ្វីសពបើគ្រាន់ចិញ្ចឹមជីវិតមួយប៉ុណ្ណឹងបើយ៉ាងហ្នឹងប្អូនគិតការងារឪពុកទៅចុះឯប្អូនជាក្មេងមានប្រាជ្ញាក៏ប្រារព្ធធ្វើចុចកើតយកទៅដាក់ត្រីបានដូចបំណងលុះថ្ងៃក្រោយកន្លងមកទៀតប្អូនអង្គុយគិតតែម្នាក់ឯងមិនចេញវាចាប្រាប់បងសោះឪពុកអញគាត់ចេះធ្វើចុចដាក់ត្រីប៉ុណ្ណោះឯសត្វឯទៀតគាត់ដាក់ចុចមិនបានឃើញថាប្រាជ្ញាគាត់នៅខ្សោយណាស់បើដូច្នេះអញរកអបាយនឹងធ្វើចុចដាក់សត្វមរឹកមានសត្វជ្រូកព្រៃឆ្លុះរមាសជាដើមលុះគិតឃើញដូច្នោះហើយក៏និយាយប្រាប់បងយើងគិតទៅរកដាក់ចុចឯព្រៃវិញក្រែងបានជាប់ជ្រូកព្រៃឆ្លុះរមាសជាសត្វធំមានសាច់ច្រើនបងក៏សុខចិត្តតាមប្អូនទាំងអស់ព្រោះយល់ឃើញថាប្អូនចេះចាំកិច្ចការរបស់ឪពុកពិតប្រាកដមែនហើយក៏បណ្ដាលគ្នាពីរនាក់បងប្អូនចូលទៅក្នុងព្រៃស្រោងជាទីហោលរដ្ឋានទៅដល់ពាក់កណ្ដាលព្រៃបងស្រេកទឹកយ៉ាងខ្លាំងក៏និយាយប្រាប់ប្អូនថាប្អូនបងស្រេកទឹកណាស់រកទឹកឯណាផឹកបានប្អូនឆ្លើយថាកាលឪពុកយើងរស់នៅបើដើរទៅទីណាដែលគ្មានទឹកគាត់តែងជីកដីត្រង់កន្លែងណាសើមយូរទៅចេញទឹកបានបើដូច្នេះបងជីក
លោមើជីកឯណាកើតបើអស់កម្លាំងយ៉ាងនេះបើដូច្នោះចាំដើរទៅខាងមុខបន្តិចសិនក្រែងជួបប្រទះទឹកដើរបានបន្តិចទៅក៏ជួបប្រទះត្រពាំងមួយមានទឹកថ្លាពាសពេញដោយផ្កាឈូកផ្លែឈូកបងប្អូនទាំងពីរនាក់ក៏នាំគ្នាងូតទឹកផឹកទឹកបេះផ្លែឈូកស៊ីតាមសប្បាយហើយក៏ទៅសម្រាននៅក្បែរមាត់ត្រពាំងនោះមួយស្របក់លុះមានកម្លាំងល្មមនឹងដើរទៅទៀតបានក៏នាំបងប្អូនដើរទៅដល់ព្រៃធំមួយឈ្មោះព្រៃហេមពៀនមិនដែលមានមនុស្សណាទៅដល់សោះបានឃើញពពួកសត្វមរឹកជាច្រើននៅអាស្រ័យក្នុងព្រៃនោះប្អូននិយាយនឹងបងថាបងយើងឈប់នៅក្នុងព្រៃនេះហើយមើលទៅព្រៃនេះសម្បូរសត្វមរគីណាស់យើងគិតធ្វើជាធ្នោះមួយនៅលើចុងឈើហើយខ្ញុំរកផ្ដៅធ្វើជាជុចដាក់សត្វទាំងនោះយកមកធ្វើជាចំណីអាហារប្អូនធ្វើហើយឲ្យបងនៅលើអាស្រ័យលើធ្នោះនោះទៅខ្លួនទៅរកបោចផ្ដៅយកមកធ្វើជាជុចដាក់សត្វព្រៃរៀបធ្វើជាចំណាចារជុំវិញព្រៃហើយទុកតែផ្លូវមួយល្មមសត្វនោះដើរចូលបានដូចជាធ្វើកន្លែងដាក់ត្រីដែរពេលនោះមានជ្រូកព្រៃមួយដើរសំដៅពីនាយមកដូចជាគ្មានកោតក្រែងដល់អ្វីសោះដើរមករកតាមចន្លោះផ្លូវដែលកុមារនោះចាទៅដល់ត្រង់កន្លែងដាក់ជុចក៏ស្រាប់តែជាប់ក្នុងជុចកុមារជ្រូកនោះខំរះរនាលរើយ៉ាងណាក៏មិនរួចជុចរឹតរុនជ្រូកព្រៃនោះយ៉ាងតឹងស្ទើរតែដកដង្ហើមមិនរួចមិនយូរប៉ុន្មានជ្រូកនោះក៏ដាច់ខ្យល់ស្លាប់ទៅកុមារទាំងពីរឃើញជ្រូកព្រៃជាប់ជុចស្លាប់ដូច្នោះហើយក៏ត្រេកអរពេកណាស់នាំគ្នាអូសចេញពីជុចគិតយកមកអាំងឆ្អើរធ្វើជាអាហារបរិភោគជួនជាវេលានោះដែកភ្លើងដែលដាក់ក្នុងហោប៉ៅអាវបងក៏អស់ប្រេងរលីងគ្មានអ្វីធ្វើភ្លើងនិងបង្កាត់អាំងឆ្អើរជ្រូកបងទាល់គំនិតមិនដឹងគិតយ៉ាងណាឯប្អូនជាក្មេងមានគំនិតបានដឹងជាក់ប្រកបពីកាលឪពុកនៅនាំទៅព្រៃបើគ្មានភ្លើងបង្កាត់ចំអិនអ្វីគាត់តែងតែទៅកាប់ឫស្សីស្ងួតមកគួតគ្នាឲ្យកើតជាភ្លើងដុតអាំងបានតាមប្រាថ្នាហើយបានចាំទុកក្នុងចិត្តរួចស្រេចវេលានោះប្អូននិយាយប្រាប់បងថាកាលឪពុកយើងគាត់នៅបើគាត់ទៅព្រៃគ្មានភ្លើងដុតអាំងអ្វីគាត់កាប់ឫស្សីយកមកគួតគ្នាឲ្យកើតជាភ្លើងបានបើដូច្នោះបងទៅចាំសัตว์ក្នុងបងនៅចាំសัตว์ក្នុងទីនេះចុះខ្ញុំទៅរកកាប់ឫស្សីស្ងួតយកមកគួតធ្វើភ្លើងអាំងថាតែប៉ុណ្ណោះហើយក៏ទៅរកកាប់ឫស្សីបានយកមកធ្វើតាមតម្រាឪពុកកើតមែនអាំងឆ្អើរជ្រូកនោះទៅតាមបំណងឆ្អិនបានបរិភោគក្នុងវេលានោះទៅកុមារទាំងពីរនៅអាស្រ័យក្នុងព្រៃនោះអស់កាលជាយូរបានសេចក្តីសុខសប្បាយរកស៊ីតែនឹងដាក់ជុចសត្វព្រៃប៉ុណ្ណោះពួកសត្វដែលដើរមកជាប់ជុចកុមារទាំងនោះតាំងតែពីសត្វជ្រូកព្រៃរមាំងឆ្លុះរហូតដល់ដំរីរាត្រីមួយកុមារប្អូនបានឃើញដំរីស្គរមួយយ៉ាងធំដើរក្បែរធ្នោះនោះក៏មានបំណងចង់ស៊ីសាច់ដំរីទើបនិយាយប្រាប់បងថាខ្ញុំចង់ស៊ីសាច់ដំរីណាស់ត្បិតមានដំរីស្គរមួយយ៉ាងធំធាត់ដើរមកក្បែរធ្នោះយើងរាល់រាត្រីខ្ញុំគិតដាក់ជុចយកដំរីនេះឲ្យបានបងនិយាយគាត់ថាហើយប្អូនកុំដំរីនេះធំណាស់ប្អូនដាក់វាមិនជាប់ទេឬថាប្រសិនបើវាដើរមកជាប់ជុចប្អូនហើយវាបំរាស់ត្រដររួចទៅនោះវាខឹងកាលបើវាខឹងហើយថ្ងៃក្រោយវាមកព្រិចធ្នោះយើងល្អិតល្អោចខ្ទេចខ្ទីហើយវាជន់សម្លាប់យើងស៊ីជាចំណីអាហារពុំលែងឡើយទេមិនអីទេបងកុំព្រួយនៅឲ្យតែស្ងៀមទៅចុះចាំខ្ញុំធ្វើជុចដាក់ដំរីនេះឲ្យទាល់តែបានអូនថាដូច្នោះហើយក៏រកកាប់ផ្ដៅក្រែងយ៉ាងធំមកធ្វើរែងធ្វើជាជុចដាក់ត្រង់កន្លែងដែលដំរីគោចរឯដំរីដែលដើរមកសពរាត្រីឥតមានគិតក្រែងអ្វីសោះឡើយដោយគិតថាព្រៃនេះស្រេចលើអញហើយគ្មានអ្នកណាជាចម្បងលើអញទៀតទេក៏ដើរតម្រង់ត្រង់មកកន្លែងដែលកុមារដាក់ជុចស្រាប់តែចូលទៅក្នុងជុចជាប់ខ្លួនចង្អៀតណែនក្ដន់ខំរះនូនីលស្រែករលរំពងព្រៃធំយ៉ាងណាក៏មិនរួចមិនយូរប៉ុន្មានដាច់ខ្យល់ស្លាប់ទៅ
កុមារទាំងពីរនាក់បានឃើញដំរីជាប់ជុចស្លាប់ហើយបបួលបងប្អូនពំភ្លក់ភ្លើងភ្នក់យ៉ាងធំដុតឆ្អើរដំរីវេលានោះក្លិនឈ្ងុយសាច់ដំរីក៏សាយភាយរហូតជាទីអាស្រ័យនៃយក្សដែលមានអំណាចគ្របសង្កត់ពួកយក្សឯទៀតយក្សនោះលាន់មកថាថ្ងៃនេះធំក្លិនអ្វីក៏ឈ្ងុយឈ្ងប់ម្លេះមានអ្នកណាឆ្អើរសាច់ឯណាបើដូច្នេះអញនឹងទៅរកមើលក្រែងបានមួយចំអែតពីព្រោះសាច់នេះក្លិនឆ្ងាញ់ណាស់ហើយដោយស្មានទៅប្រហែលជាច្រើនផងបានជាធំក្លិនសាយមកដល់ទីអញយ៉ាងនេះអញនឹងទៅគម្រាមយកស៊ីទាំងអស់កុំឲ្យអ្នកឆ្អើរនោះវាបានស៊ីគិតដូច្នេះហើយក៏ចាប់យកដំបងពេជ្រក្រវីហោះឡើងលើអាកាសវេហាងាកមើលចុះឡើងឃើញផ្សែងហុយត្រង់ព្រៃធំក៏ហោះចុះសំដៅទៅត្រង់កន្លែងនោះភ្លាមក្រឡេកមើលទៅឃើញក្មេងតូចពីអ្នកកំពុងឆ្អើរដំរីគិតថាថ្ងៃនេះពេញជាមហាលាភហើយបានទាំងចំណីបានទាំងម្ចាស់បើដូច្នេះតើអញនឹងស៊ីដំរីមុនឬស៊ីក្មេងមុនបើស៊ីដំរីមុនក្រែងក្មេងនេះវាភ័យនឹងអញរត់ពួនបាត់ទៅឥឡូវនឹងស៊ីក្មេងគ្មានអ្វីគ្រាន់ធ្វើជាបង្អែមសម្រាប់លាងមាត់ខាងក្រោយនៅទីបំផុតនោះយក្សសម្រេចចិត្តថាអញស៊ីដំរីមុនចុះទុកក្មេងស៊ីក្រោយជាបង្អែមវិញទើបជ្រះមាត់ស្រួលក្មេងនេះវាមិនមែនរត់ពួនទៅឯណាឡើយទុកជាវារត់ពួនកន្លែងណាក៏មិនកំបាំងភ្នែកអញដែរវាមកពីស្រុកភូមិរបស់មនុស្សលោកចូលមកដល់ព្រៃនេះម្លេះហើយវារត់ទៅណានឹងរួចទើបយក្សចូលទៅគំរាមកុមារដែលកំពុងឆ្អើរដំរីនោះថាវៃអាក្មេងច្រមុះឯងមកពីណាដើរចេញឲ្យឆាប់កុមារទាំងពីរដើរចេញពីទីនោះទៅប៉ុន្តែកុមារបងមានសេចក្តីផិតភ័យតកុមារព្រោះខ្លួនស្គាល់ច្បាស់ជាយក្សហើយបានដឹងប្រកាសអំពីម្នាក់ចាស់គេនិយាយប្រាប់ថាយក្សខ្លួនធំមានចង្កូមពីរសម្រាប់ស៊ីមនុស្សលោកតែមិនចេញវាចាប្រាប់ប្អូនឡើយចំណែកខាងកុមារប្អូនគិតថាមនុស្សនេះមកពីណារូបរាងធំគម្រាំងធ្មេញធំសស្ញាចប៉ុនជាប់កាប់ភ្នែកឡើងក្រឡោតក្រហមផ្លែតដោយភ្នែកអាអូតស្បែកមុខឡើងកក្រិចក្រគ្រួកដោយស្បែកគិងគក់ដងខ្លួនដូចក្របីដេកភក់សំឡេងឮកគ្រក់ដូចជាទឹកក្នុងរន្ធឈើដោះពុកមាត់ពុកចង្កាស្រមែមស្រមាមដូចបិសាចរាជភូតអានេះប្រហែលជាមិនខ្លាចកោតញញើតចិត្តអញទេបានជាហ៊ានមកនិយាយកំហែងអញដូច្នេះមិនអីទេឯងប្រហើនហ៊ានស៊ីដំរីកុមារប្អូនថយចេញពីកន្លែងនោះមិនឆ្ងាយប៉ុន្មានទៅឈរមើលយក្សស៊ីដំរីតែក្នុងចិត្តនឹកខ្នាញ់ពេកណាស់មិនទាន់ចេញស្ដីថាដូចម្ដេចឡើយគ្រាន់តែនឹកក្នុងពោះប៉ុណ្ណោះពេលនោះយក្សសួរថាណែអាក្មេងឯងធ្វើដូចម្ដេចបានជាបានដំរីនេះយកមកឆ្អើពេលនោះកុមារតូចបានឱកាសក៏ឆ្លើយតបទៅយក្សវិញថាពូឯងសួរចង់ដឹងអ្វីគិតតែបរិភោគទៅចុះកុំចាំបាច់ដឹងហេតុការអ្វីឡើយយើងអាចច្រមុះប្រាប់ឲ្យឆាប់អញស៊ីឯងឥឡូវនេះហើយយក្សសួរគម្រាមកុមារតូចដំរីនេះវាដើរមកជាប់ជុចខ្ញុំកុមារឆ្លើយតបនឹងយក្សយីឯងធ្វើជុចដូចម្ដេចក៏ដាក់ដំរីបានឯងនិយាយកុហកទេឬក្រែងដំរីវាស្លាប់ខ្លួនវាទេដឹងហើយឯងនិយាយបញ្ឆោតអញយ៉ាងនេះទៅបើឯងនិយាយឲ្យត្រង់តែកុហកអញស៊ីឯងទៀតឥឡូវហើយខ្ញុំនិយាយមិនកុហកទេពូឯងមើលចុះជុចខ្ញុំនៅឯនោះប្រកាសជាឯងដាក់ជុចដំរីនេះបានមែនយក្សសួរសង្កត់សង្កិនកុមារមែនកុមារឆ្លើយតបនឹងយក្សយីឯងធ្វើជុចដូចម្ដេចក៏ដាក់ដំរីបានឯងនិយាយកុហកទេឬក្រែងដំរីវាស្លាប់ខ្លួនវាទេដឹងហើយឯងនិយាយបញ្ឆោតអញយ៉ាងនេះទៅមើលឯងនិយាយឲ្យត្រង់តែកុហកអញស៊ីឯងទៀតឥឡូវមិនខានខ្ញុំនិយាយមិនកុហកទេពូមើលចុះជុចខ្ញុំនៅឯនោះប្រកាសជាឯងដាក់ជុចដំរីនេះបានមែនយក្សសួរសង្កត់សង្កិនកុមារមែនកុមារឆ្លើយតបយ៉ាងយកជុចមកហើយប្រាប់យក្សថាពូឯងចង់ដឹងចូលនៅក្នុងជុចខ្ញុំមើល
ដោយហេតុតែការមើលងាយថាសពបើជុចសរសៃរឿងប៉ុណ្ណោះអញគ្រាន់តែកំរើកក៏ដាច់ខ្ទេចខ្ទីដែរថាហើយក៏ត្បុលក្បាលចូលទៅក្នុងជុចផុតដៃផុតជើងទាំងអស់ស្រាប់តែជុចរឹតរួតតឹងខ្លួនដូចគេចាប់ស្រេះបំរះននាលបាក់ឈើព្រៃល្អិតល្អោចស្រែកទ្រហោយំរំពងព្រៃរឹតយៈដែលធ្លាប់ពូកែយ៉ាងណាក៏ប្រមូលយកមកអស់ថែមទាំងនឹកសូត្រមុនបៀនសិលសាស្ត្រដែលធ្លាប់ចេះធ្លាប់រៀនមកប្រមាណក៏នៅតែរឿងមិនរួចពីជុចនោះរឹតតែតឹងឡើងស្ទើរនឹងក្តាច់ខ្យល់រោគតែស្ដីនិយាយស្ទើរតែមិនរួចយៈទើបដឹងថាជុចក្មេងនេះពូកែមែនបើអញមិននិយាយអង្វរឲ្យវាស្រាយជុចនេះចេញទេអញនឹងស្លាប់អាសាឥតការមិនខានទើបនិយាយអង្វរកុមារថាអោលោកអើយកាលពីដើមខ្ញុំមើលងាយជុចលោកដោយគិតថាមើលទៅមិនល្មមនឹងកម្លាំងខ្ញុំសោះហេតុតែសេចក្តីមើលងាយនេះបានជាខ្ញុំស្ទើរតែស្លាប់ខ្លួនយ៉ាងនេះហេតុនេះសូមលោកអាណិតខ្ញុំម្ដងទៅចុះខុសឆ្គងម្ដងមួយថ្ងៃសូមលោកអធិស្ឋានឲ្យតែរស់ជីវិតកុំឲ្យតែខ្ញុំស្លាប់ឯកុមារបានឃើញយៈបំរះននាលមិនរួចពីជុចរបស់ខ្លួនថែមទាំងលឺនិយាយអង្វរទៀតកំបិតនៅនឹងដៃនិយាយតបទៅយៈវិញថាម៉េចឯងជឿអញទេឥឡូវមកធ្វើជានិយាយអង្វរឯសាច់ដំរីអញឯងស៊ីអស់ហើយគិតនឹងស៊ីអញទៀតឯងខ្លោមធំណាស់អញមិនយកអង្វររកឯងទេល្ងាចនេះអញគ្មានអីស៊ីសោះម្ដងនេះអញស៊ីថ្លើមឯងហើយចុះមកបងទៅរកកាប់ឫស្សីមកធ្វើត្រណោតដោតថ្លើមអាខូចនេះអាំងស៊ីបងក៏ចុះពីធ្នោះមកទាំងភ័យញញើតញញ័រដល់មកចិត្តប្អូនឃើញយៈគួសម្បើមក៏រឹតតែញាប់ញ័រប្អូននិយាយថាឈប់បងកុំញ័រចង់ស៊ីសាច់មួយពេកឈប់សិនចាំចិនសិនញ័រចង់អ្វីទៀតហើយកុំញ័រអ្វីពេកហើយស៊ីឆៅមិនឆ្ងាញ់ទេហើមពោះពងណាបងយៈឮសម្ដីកុមារនិយាយនឹងបងដូច្នោះហើយរឹតតែផិតភ័យស្លុតប្រលឹងហើយនិយាយអង្វរកុមារទៀតថាអោលោកម្ចាស់ថ្លៃអើយសូមលោកអាណិតខ្ញុំយកតែបុណ្យម្ដងទៅចុះខ្ញុំនឹងជូនកន្សែងបក់កន្សែងបោយមួយឲ្យតែលោកលេងខ្ញុំបានរស់រានមានជីវិតត្បិតខ្ញុំជាស្ដេចយៈគ្រប់គ្រងអាណាចក្រនរាជបើលោកឲ្យខ្ញុំស្លាប់ទៅសមជាស្រុកទេសរបស់ខ្ញុំអន្តរធានមិនខានទាំងកូនប្រពន្ធខ្ញុំក៏ពុំមានទីពឹងកុមារប្អូនសួរបញ្ជាក់យៈថាចុះឯងឲ្យកន្សែងបក់កន្សែងបោយដល់យើងកន្សែងនោះបើបក់បោយទៅអាចឲ្យសម្រេចប្រយោជន៍ដូចម្ដេចខ្លះតាមតែលោកចង់បានអ្វីបក់មកតាមតែប្រាថ្នាបើចង់ឲ្យបាត់ទៅវិញគ្រាន់តែបោយថាទៅវិញចុះក៏ស្រាប់តែបាត់អស់រលីងប្រកាសជាឯងឲ្យយើងមែនឬមែនក្រែងកុហកអញទេដឹងមិនកុហកទេលោកបើកុហកតើឲ្យយើងធ្វើដូចម្ដេចយើងមិនទុកចិត្តទេពីព្រោះឯងជាស្ដេចសោយរាជក្រែងរួចពីកំដាប់ដៃយើងទៅបបួលរេពុលមកច្បាំងនឹងយើងវិញបងយកកំបិតមកឲ្យខ្ញុំបន្តិចពន្លះសាច់វាអាំងស៊ីសម្រន់សេចក្តីឃ្លានមួយស្របក់សិនបងនោះនៅតែមិនទាន់បាត់ភ័យនឹងយៈឮកុមារតូចឲ្យបងយកកំបិតបែបនេះមកពន្លះសាច់ខ្លួនដូច្នោះក៏ញាប់ញ័រស្ទើរបាត់ស្មារតីហើយនិយាយអង្វរកុមារនោះថាសូមលោកទុកតែជីវិតឲ្យខ្ញុំចុះខ្ញុំនឹងប្រគល់រាជទាំងអស់ព្រមទាំងស្រុកសួយទាំងអំបាលម៉ានជូនលោកទៀតខ្ញុំសូមរួចតែខ្លួននឹងភរិយាបុត្រីបុត្រាហើយនៅធ្វើជាសេនារក្សាលោកទៀតកុមារប្អូនក៏សួរបញ្ជាក់ថាបើឯងនិយាយទៀងត្រង់មែនហើយយើងអត់ទោសឲ្យបានតែយើងមិនដឹងជាឯងស្ដេចសោយរាជនៅនគរណាចុះធ្វើដូចម្ដេចយើងទៅដល់នគរឯងបានអោលោកមិនសល់ក្រអ្វីនឹងអញ្ជើញទៅឯនគរខ្ញុំនោះទេឲ្យតែលោកលេងខ្ញុំចុះខ្ញុំនឹងធ្វើតម្រុយជាលំអានរហូតទៅដល់នគរខ្ញុំឯណោះឯធ្វើតម្រុយបែបណាខ្ញុំកាច់មែកឈើស្រស់បោះហែតាមផ្លូវទៅកាលបើលោកអញ្ជើញទៅស៊ូមទៅតាមមែកឈើដែលខ្ញុំកាច់បោះនេះចុះកុមារទាំងពីរក៏ព្រមដោះយៈចេញពីជុចឯយៈបានរួចខ្លួនចេញពីជុចហើយក៏ក្រាបថ្វាយបង្គំកុមារទាំងពីរដើរទៅនគរខ្លួនវិញហើយកាច់មែកឈើជាតម្រុយធ្វើជាតម្រាទីសម្គាល់ដល់កុមារទាំងពីរប្រាណឥតមានកុហកភូតភរអ្វីឡើយលុះទៅដល់នគរហើយចូលទៅនិយាយប្រាប់ពួកពលសេនាយោធាទាហាន
ដែលនៅចាំខ្លងទ្វារទាំង7ជាន់ថាណែវើយថ្ងៃស្អែកនេះមានក្មេងតូចៗ2នាក់ជាក្មេងមនុស្សលោកមកដណ្ដើមរាជអញបើឯងឃើញវាមកហើយត្រូវខាត់កុំឲ្យវាចូលតែកុំធ្វើទុកបុកម្នេញវាឡើយគ្រាន់តែស្រែកខាត់ប៉ុណ្ណោះបានហើយពីព្រោះក្មេងនោះពូកែណាស់អំបាលអញដែលមានរិទ្ធមានអំណាចច្បាំងដណ្ដើមយកនគរឯទៀតបានមកធ្វើជាប្រទេសរាជទាំងប៉ុន្មានក៏វាដាក់ជុចអញស្ទើរតែនឹងស្លាប់អាសាឥតការតែពួកឯងរាល់គ្នាខាត់វាម្ដងមើលបើសិនជាវាមិនខ្លាចទេបើផ្លូវឲ្យវាចូលមកចុះយៈបានប្រាប់គ្រប់សេនាអ្នកចាំខ្លោងទ្វារទាំង7ជាន់សពគ្រប់ហើយក៏ចូលទៅក្នុងប្រាសាទសំងំដេកលក់ស្រមុកក៏ក្រៅព្រឹត្តពីឯកុមារបងប្អូនទាំងពីរអ្នកក៏បណ្ដើរគ្នាទៅនគរយៈតាមតម្រុយមេឈើលុះបានទៅដល់ហើយក៏ជួបប្រទះនឹងកងទ័ពដែលចាំនៅខ្លោងទ្វារទាំង7នោះកុមារបងកាលបើឃើញយៈច្រើនដល់ម្លោះក៏ភ័យញាប់ញ័រស្ទើរនឹងបាត់ស្មារតីប្អូននិយាយដំឡាបងឡើងថាណែបងកុំញ័រចង់ពេកឈប់កុំអាលចង់ចាប់កាប់សម្លាប់វាអីឈប់កុំយើងស្ទើរតែខាត់មិនឈ្នះទៅហើយកុំញ័រពេកវាខ្លាចបងឯងហើយពួកទាហានយៈបានឮកុមារនិយាយដូច្នោះក៏ខ្លាចរួញខ្លួនឥតហ៊ានមាត់អ្វីសោះបើកផ្លូវឲ្យកុមារទៅដោយស្រួលរហូតទៅដល់ទ្វារក្នុងគម្រប់7ជាន់យៈខ្លាចទាំងអស់ទើបនាំបងប្អូនឡើងទៅប្រាសាទយៈឃើញយៈកំពុងដេកស្រមុកខ្ទោប្រាសាទឃើញពួកស្រីស្នំកំពុងតែអង្គុយបក់ខាងស្ដាំ100ខាងឆ្វេង100ឯបងឃើញយៈច្រើនសម្បើមណាស់ពេកក៏ភ័យស្លុតស្មារតីប្អូនស្រែកហៅយៈថាណែអានេះក្រោកឡើងអញមកដល់ហើយដេកដល់ណាទៀតយៈឮសំឡេងកុមារតូចស្រែកហៅខ្លួនដែលកំពុងដេកលក់ដូច្នោះក៏ភ្ញាក់ដឹងខ្លួនឡើងក្រឡេកមើលទៅស្គាល់ជាក់ជាកុមារម្ចាស់ជុចក៏ផិតភ័យមហិមាស្ទុះមកម្នីក្រាបថ្វាយបង្គំកុមារតូចទាំងពីរហើយប្រាប់ពួកស្រីស្នំដែលអង្គុយគាល់ប្រើអមាត្យឲ្យហៅពួកសេនាធិបតីនាម៉ឺនមុខមន្ត្រីព្រាមព្រឹទ្ធប្រោហិតបណ្ឌិតកវីឲ្យចូលមកក្នុងបុរីយ៉ាងឆាប់រហ័សលុះពួករាជសាវកាអាមាត្យមកជួបជុំគ្នាសពគ្រប់ហើយយៈស្រែកប្រកាសថាអ្នករាល់គ្នាចូលក្រាបថ្វាយបង្គំស្ដេចមនុស្សទាំងពីរនេះហើយត្រូវគោរពកោតខ្លាចយកចិត្តទុកដាក់ឲ្យដូចជាខ្លួនអញត្បិតអញប្រគល់រាជឲ្យស្ដេចមនុស្សលោកនេះសោយហើយអញសូមរួចតែខ្លួនប៉ុណ្ណោះឯអ្នកទាំងអស់គ្នាត្រូវនៅជ្រកកោនក្រោមម្លប់បនស្ដេចមនុស្សលោកនេះចុះពួករាជសាវកាអាមាត្យទាំងអស់ក្រាបថ្វាយបង្គំកុមារទាំងពីរគ្រប់គ្នាឥតមាននរណាមួយហ៊ាននិយាយថាដូចម្ដេចឡើយយៈក៏បានរៀបពិធីអភិសេកជាឯកមង្គលប្រជុំពួកពលយោធាអណៃប្រការហើយប្រគល់ធីតារបស់ខ្លួនឲ្យជាមហេសីប៉ុន្តែកុមារប្អូនមិនសោយរាជខ្លួនឯងទេឲ្យបងសោយរាជវិញព្រោះយល់ឃើញថាបងបានចិញ្ចឹមបីបាច់ថែរក្សាកុមារទាំងពីរសឹងនៅជាសុខសប្បាយក្នុងនគរយៈនោះរហូតអវសានកាលទៅហង